ok នៅពេលដែលយើងមាន anagram បែបនេះ 2x ក៏អ្នកត្រូវតែធ្វើ anagram នៅផ្នែកនេះពីព្រោះ anagram នេះវាមើលទៅវាស្មុគស្មាញក៏ប៉ុន្តែបើសិនជាអត់ចាំរបៀបក្នុងការតាមanagram នៅផ្នែកមកយើងតាំងវាគឺពុយហើយនឹងវាអញ្ចឹងពុយនេះគឺអត្ថភាពចំពោះគេគឺ x ណាដែលស្រួលដែលរវេគឺយើងតាំងវាដែរយើងតាំងរវេ 2x ក៏បានដែរដូចតែគ្នាទេដូច្នេះខ្ញុំខ្ញុំតាំងវាស្មើជាមួយ2 សួន 2x នេះបូកជាមួយនឹងសួន 2x នេះលើជា grade dx ពេលនេះយើងនឹង derivative រក y ព្រោះយើងចង់ទាញរក y អានេះយើង derivative ទៅស្មើ dy ស្មើ dx អញ្ចឹងលើហ្នឹងគឺតែពេលយើងអានទាំងទៅឃើញថា v នេះអានការនៃ 2 សួន 2x ចែកជាមួយនឹង1បូកសួន 2x នេះខ្ញុំឃើញថានៅពេលយើងវាមានរូបមន្តមួយបើហើយ derivative នៃអភិយោគយក derivative ខមនេះវាស្មើអភិយោគអញ្ចឹងខ្ញុំយកវាទៅជា derivative បូក1បូក x នេះព្រីមចែកជាមួយនឹងសួន 2x អញ្ចឹងខ្ញុំរំលឹករូបមន្តនេះតិចគឺអង្គការនៃ y ព្រីម y ការ៉េ d x នេះបាទ y ជានៅក្នុង x អញ្ចឹងវាបានទៅជាដក1ទៅ y អូខេបូក c អញ្ចឹងទៅបាទអញ្ចឹងយើងកន្លែងយើងបានដកនៃ1ចែកជាមួយសគុណ 2x បូក1ឬក៏1បូក 2x ខ្ញុំបូក c ពេលស្មើប៉ុណ្ណេះអញ្ចឹងយើងចូលរូបមន្ត anagram របស់យើងគឺ anagram នៃ y dv ស្មើនឹង y គុណនឹង v ដក v dy នេះអញ្ចឹង y គឺ x អញ្ចឹងគុណនឹង v គឺដក x 1បូកសគុណ 2x ដកនឹង anagram នៃ v dy v គឺដកដល់10បូកអញ្ចឹង1សគុណ 2x បូក1 dx កន្លែងនេះអស់ទៅតែអង្គដែលឲ្យចេញគឺធ្វើបន្ថែមថយតួខាងប្រយោគបាទអញ្ចឹងវារបៀបដូចគ្នាតែគ្រាន់តែឲ្យមិនយកចិត្តដាក់បន្តិចណាអូខេបាទអញ្ចឹង 2x ដកនឹងកន្លែងនេះខ្ញុំធ្វើបន្ថែមបន្ថយពីព្រោះខ្ញុំដាក់សគុណ 2x បូក1ហើយដកនឹងសគុណ 2x បែបនេះហើយចែកនឹងសគុណ 2x បូក1អញ្ចឹងನಾವುត្រូវមើលកន្លែងនេះដែលខ្ញុំផ្ដាច់វាទៅអានេះនៅដដែលទេដក x 2x នេះដកផ្ដាច់វាទៅបាន1ដកនឹងសគុណ 2x សគុណ 2x dx អញ្ចឹងកន្លែងនេះយើងបាទអានេះទៅដដែលទេសេដដែលទៅបូកសគុណ 2x ដកអាណាដែលឃើញមែនx អញ្ចឹងបូកនឹង x ដកនឹង1/2 លិននៃនេះគឺជាចំហមួយអូខេបាយបាយ